ជាងឆាមីសួរដាច់ហ្មងគ្រឿងផ្សំដំបូងយើងមានបាគាយើងមានផ្សិតខ្មៅមានត្រចៀកកដមានខ្ញីអីហ្នឹងផ្សិតខ្មៅនេះត្រាំវាឲ្យឡើងទន់ល្អអញ្ចឹងមកណាបងប្អូនចាំយកវាមកហាន់ត្រចៀកកដជាមួយខ្ញីអីហ្នឹងហាន់ជាប្រទេសស្ដើងទាំងអស់មកបន្ទាប់ពីនឹងមកគឺយើងមកត្រាំមីសួរនេះត្រាំប្រហែល 4-5 នាទីជាមួយទឹកក្តៅអ៊ុនៗណាបងប្អូនឲ្យរីកមកល្មមមកយើងកាត់វាខ្លីៗទុកមកដុំហើយខ្ញុំមកបុកម្រេចមូលលាយជាមួយនឹងខ្ទឹមសម្រេចមូលនេះបងប្អូនដែលអត់សូវចេះហល់ដាក់បន្តិចបន្តួចក៏បានដែរហើយខ្ញុំមកលាយទឹកសុសទុកឲ្យហើយហ្មងទឹកស៊ីអ៊ីវធម្មតានេះខ្ញុំប្រើចំនួន3ស្លាបព្រាបាយទឹកប្រេងខ្យង3ស្លាបព្រាបាយដូចគ្នាទឹកស៊ីអ៊ីវខាប់2ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេជាមួយនឹងទឹកឆ្អិនរបស់យើងនឹងបន្តិចមកដាក់គ្រឿងក្រៅកូរចូលឲ្យសព្វហើយអានេះគឺភ្លក់បានទេណាបងប្អូនសិនជាលើសខ្វះស្ទើររសជាតិអីបងប្អូនអាចថែមថយតាមនឹងបានបន្ទាប់ពីនឹងមកយើងដួសវា 4-5 ស្លាបព្រាយកមកប្រឡាក់ជាមួយមីសួររបស់យើងនឹងហើយចាំយើងចាប់ដើមដាក់ឆាហ្មងដំបូងគេនឹងយើងកំពងខ្ទឹមសជាមួយម្រេចដែលយើងបានបុកនឹងឲ្យឡើងក្លិនឈ្ងុយខ្ញុំដាក់ខ្ញីជាមួយគល់ខ្ទឹមចូលកូរវា 2-3 នាទីហើយយើងដាក់ផ្សិតខ្មៅជាមួយនឹងត្រចៀកកដរចូលឆាវាឆ្អិនសិនមកណាបងប្អូនប្រហែលជា 2-3 នាទីអីទៅចាំយើងដាក់បាគានេះដាក់ចូលត្រឡប់វាតែ 2-3 ត្រឡប់យើងដាក់ទឹកគ្រឿងទៀតមកគ្រាន់តែទឹកគ្រឿងនេះយើងមិនទាន់ដាក់ទាំងអស់ទេបងប្អូនទុកខ្លះអញ្ចឹងណាហើយយើងឆាវាឲ្យបាគារបស់យើងនឹងរៀងសពប់មិនទៅដាក់មីសួរដែលយើងបានប្រឡាក់គ្រឿងឲ្យស្រាប់នឹងពីខាងលើព្រាយវាឲ្យក្របពីលើបាគានឹងចិត្តហើយយើងចាក់ទឹកគ្រឿងដែលនៅសល់នឹងហើយបងប្អូនបិទគម្របទុកប្រហែលជា1នាទីកន្លះហ្នឹងយើងបើកវាមកបងប្អូននេះបើសិនជាទុកយូរពេកធ្វើឲ្យមីសួររបស់យើងរីកច្រោអញ្ចឹងបន្ទាប់ពីបើកហើយយើងកូរច្របល់ឲ្យទឹកគ្រឿងមីសួរជាមួយនឹងគ្រឿងក្រៅផ្សេងទៀតចូលជាសព្វល្អតែប៉ុណ្្នឹងទៅបងប្អូនអាចរោយស្លឹកខ្ទឹមជាមួយជីវ៉ាន់ស៊ុយច្របល់តែ 4-5 ត្រឡប់ទៀតគឺរួចរាល់យើងអាចយកទៅញ៉ាំឬក៏រៀបចំសែនអីបានដែរសម្រាប់រសជាតិធានាបងប្អូនគឺមកឆ្ងាញ់ហ្មង